ពុទ្ធិកបណ្ឌិតសភានៃសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាបុណ្យទទួលព្រះបរមសារីរិកធាតុពីប្រទេសស្រីលង្កាឆ្លងឧបឋានសាលានិងឆ្លងស្នាមព្រះបាទវត្តព្រះពុទ្ធកោសាចារភូមិទួលតាហោភូមិគងជ័យស្រុកអូរងឪខេត្តកំពង់ចាមថ្ងៃទី20-21 ខែមីនាពុទ្ធសករាជ2553គ្រិស្តសករាជ2010ការផ្សាយរបស់ពុទ្ធិកបណ្ឌិតសភាមានលោកបណ្ឌិតកុលភេងប្រធានក្រុមប្រឹក្សាភិបាលលោកគ្រូថមមេណនអគ្គលេខាធិការរៀបរៀងចងក្រងនិងអត្ថាធិប្បាយដោយលោកគ្រូថមមេណនលោករស់សេរីវណ្ណាតកាត់តនិងក្រាហ្វិកដោយលោកគ្រូថមមេណនលោករស់សេរីវណ្ណាតលោកគ្រូច័ន្ទរតនាពុទ្ធសករាជ2553គ្រិស្តសករាជ2010ព្រះសម្មាសម្ពុទ្ធព្រះអង្គជាអគ្គបុគ្គលដ៏ប្រសើរខ្ពង់ខ្ពស់បំផុតក្នុងលោកទ្រង់បានត្រាស់ជាព្រះពុទ្ធក្នុងថ្ងៃ15កើតពេញបរមីខែពិសាមុនពុទ្ធសករាជ45ឆ្នាំបន្ទាប់ពីព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ដឹងឡើងក្នុងលោកព្រះអង្គទ្រង់ប្រកាសសម្ដែងនៅព្រះធម៌ប្រោសវិន័យស័ព្ទចាប់តាំងពីបញ្ចវគិតបោះជាដើមញ៉ាំងសត្វឲ្យក្រេបរសជាតិនៃព្រះនិព្វានអស់រយៈកាល45វស្សាក្នុងថ្ងៃ15កើតពេញបរមីខែវិសាខមុនពុទ្ធសករាជ1ថ្ងៃព្រះអង្គទ្រង់សឹងលើក្រែដើម្បីបរិនិព្វានទ្រង់មានព្រះចិន្តាថាអហង្អ្នកចរង្គថត្វាបរិនិព្វាយិសាមិមៃហង្សាសនੰអ្នកតាវៈសពតវដ្ឋារិកੰតស្មាបរិនិពុតសាពេសាសៈបមត្តំពេធាតុងកហេត្វាអត្តណោវសនដ្ឋានេចេតយ៉ាងកត្វាបរិច្ចរន្តោមហាចណោសក្យបរាយណោហោតោតថាគតមិនស្ថិតនៅយូរអង្វែងទេនឹងបរិនិព្វានទៅសាសនាតថាគតនៅមិនទាន់សព្វផ្សាយទៅគ្រប់ទីកន្លែងនៅឡើយព្រោះហេតុនោះកាលបើតថាគតបរិនិព្វានទៅហើយមហាជនទទួលយកនៅប្រធានសំបីប៉ុនក្របស្បៃហើយធ្វើចេតិយក្នុងទីនៅរបស់ខ្លួនហើយគោរពបូជាការត្រាច់ទៅនឹងមានសួរក្នុងខាងមុខកាលបើព្រះដ៏មានព្រះភិក្ខទ្រង់មានព្រះចិន្តាដូច្នេះហើយព្រះអង្គក៏អធិដ្ឋានឲ្យព្រះបរមធាតុបែកជាចំណែកតូចខ្លះធំខ្លះមិនបែកជាចំណែកតូចខ្លះធំខ្លះហើយព្រះអង្គក៏ទ្រង់បរិនិព្វានដោយអនុបាទិសេសនិព្វានក្រោមសាលព្រឹកទាំងគូក្នុងនគរកុសិនារាព្រះបរមសពនៃព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ត្រូវបានពួកមលក្សត្រដង្ហែយកទៅតម្កល់ទុកត្រង់មគ្គុដពន្ធនៈចេតិយអស់រយៈកាល7ថ្ងៃបន្ទាប់មកពួកទេវតាទាំងឡាយមានសកទេវរាជជាដើមបានថ្វាយភ្លើងបូជាព្រះបរមសពនៃព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់កាលបើព្រះបរមសពឆេះអស់រលីងហើយនៅសល់តែព្រះធាតុដែលព្រះអង្គទ្រង់អធិដ្ឋានទុកដល់ពុទ្ធសាសនិកសម្រាប់គោរពបូជាតាមនៅក្នុងគម្ពីរពុទ្ធវង្សបានបញ្ជាក់ថាព្រះបរមសារីរិកធាតុដែលមិនបែកមាន7គឺព្រះអនហិសធាតុព្រះធាតុថ្ងាស1ព្រះទាថាធាតុព្រះចង្កូមកែវ4ព្រះអក្ខកធាតុឆ្អឹងដងកំបិត2
ព្រះវរកាយទាំងអស់បែកជាចំណែកតូចដែលមានព្រះបរមសរីរកធាតុ3ប្រភេទគឺប្រភេទទី1មានពណ៌ដូចមាសប៉ុនក្របសណ្ដែកបាយប្រភេទទី2មានពណ៌ដូចកែវមុខក្តារប៉ុនក្របអង្ករបាក់ពាក់កណ្ដាលប្រភេទទី3មានពណ៌ដូចផ្កាម្លិះប៉ុនក្របស្ពៃព្រះបរមសរីរកធាតុអារាធនានិមន្តមកប្រទេសកម្ពុជានៅថ្ងៃអាទិត្យទី5ខែតុលាពុទ្ធសករាជ2495ឆ្នាំ1952ព្រះបរមសរីរកធាតុនៃព្រះសម្មាសម្ពុទ្ធនិងព្រះធាតុរបស់ព្រះសារីបុត្រនិងព្រះមហាមោគលានបានអារាធនានិមន្តមកប្រទេសកម្ពុជាដោយពុទ្ធិកសមាគមនៅពោធិគយានៃប្រទេសឥណ្ឌាការអារាធនានិមន្តព្រះបរមធាតុនេះដោយសម្ដេចព្រះមហាសុមេធាធិបតីជោទញ្ញាណោជួនណាតស្នើសុំតាំងពីសម្ដេចនិមន្តចូលរួមសន្និសីទនៅប្រទេសស្រីលង្កាកាលដែលសម្ដេចបានថ្វាយព្រះពរស្នើនិងព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុជាអង្គម្ចាស់ហើយរាជរដ្ឋាភិបាលបានចាត់ការសុំឲ្យគណៈប្រតិភូពុទ្ធិកសមាគមឥណ្ឌាដង្ហែព្រះបរមសរីរកធាតុនោះតាមអាកាសយានមកភ្នំពេញចំណែកខាងរាជរដ្ឋាភិបាលភ្នំពេញបានចាត់ការរៀបពិធីទទួលព្រះបរមសរីរកធាតុនោះជាមហោឡារិកអធិកដ៏អស្ចារ្យព្រះបរមសរីរកធាតុនិងព្រះបរមធាតុអគ្គសាវកទាំងពីរបានតម្កល់ទុកក្នុងប្រទេសកម្ពុជាប្រារព្ធកម្មពិធីបុណ្យអស់7ថ្ងៃ7យប់នេះជារូបភាពសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចព្រះមហាសុមេធាធិបតីជោទញ្ញាណោជួនណាតទ្រង់ទទួលព្រះបរមសរីរកធាតុពីលោកប្រធានពុទ្ធិកសមាគមពោធិគយាប្រទេសឥណ្ឌាដែលដង្ហែចុះពីអាកាសយានលុះមកដល់ថ្ងៃសៅរ៍ទី11ខែតុលាពុទ្ធសករាជ2495ឆ្នាំ1952ព្រះបរមសរីរកធាតុនិងព្រះបរមធាតុរបស់ព្រះសារីបុត្រនិងព្រះមហាមោគលានក៏បានអារាធនានិមន្តត្រឡប់ទៅប្រទេសឥណ្ឌាវិញបុណ្យពាក់កណ្ដាលសាសនានៅក្នុងពុទ្ធសករាជ2500ជាបុណ្យពាក់កណ្ដាលសាសនាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យពាក់កណ្ដាលសាសនាដោយមានក្បួនពិធីដង្ហែព្រះបរមសរីរកធាតុនៃព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះបរមសរីរកធាតុនេះជាព្រះរាជទ្រព្យរបស់សម្ដេចព្រះនរោត្តមសីហនុដែលទ្រង់បានទទួលមកពីប្រទេសស្រីលង្កានៅវេលាម៉ោង 6:40 នាទីព្រឹកក្នុងថ្ងៃទី12ខែឧសភាពុទ្ធសករាជ2500ឆ្នាំ1957សម្ដេចព្រះឧបយុវរាជនរោត្តមសីហនុទ្រង់ថ្វាយផ្ទាល់ព្រះហស្ថនៅព្រះបរមសរីរកធាតុនៃព្រះសក្យមុនីគោតមក្នុងកញ្ចានុកោដ្ឋនេះចំពោះសម្ដេចព្រះមហាសុមេធាធិបតីជោទញ្ញាណោជួនណាតសង្ឃនាយកគណៈមហានិកាយលើព្រះទីនាំងទេវាវិនិច្ឆ័យដើម្បីតម្កល់លើព្រះរាជយានបោះស្បុកដង្ហែទៅកាន់សក្យមុនីចេតិយនៅថ្ងៃទី18ខែឧសភាពុទ្ធសករាជ2500ឆ្នាំ1957ឯកឧត្តមមហាមន្ត្រីញឹកនូបានរំកិលលើកព្រះកញ្ចានុកោដ្ឋព្រះបរមសរីរកធាតុពីបោះស្បុកវិចិត្រប្រគេនមកសម្ដេចព្រះមហាសុមេធាធិបតីជោទញ្ញាណោជួនណាតសម្ដេចទទួលទ្រចុះបានមួយកម្មចន្ទើបានថ្វាយព្រះកញ្ចានុកោដ្ឋនោះមកព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតព្រះភូមិន្ទទ្រង់ទ្រស្ទួយចុះយាងមកដល់ព្រះសក្យមុនីចេតិយទៅព្រះនរបតីប្រគល់ទៅសម្ដេចព្រះឧបយុវរាជព្រះនរោត្តមសីហនុទ្រង់ក៏បានលើកទ្រកញ្ចានុកោដ្ឋតម្កល់ទុក
ไอดอกัมปูลเปรสักเจมณีใจใดเปรบรมเมสไรรกเทศได้เปรการณาจีอองมาจากเปรบาทนโรดอมไซหานุตรงอรัตเนียนิมนต์โมกปีประเทศสรีลังกาบานตำกอตุกนงเปรสักเจมณีใจใดตั้งปีชนามมวยปอนประมวลรอย50 ปีรโหดดอไงตีดอประมวลแคทนูชนามปีปอนปีบ้านอรัตเนียนิมนต์เปรบรมเมสไรรกเทศองนี้từ đầm cò tục nôngព្រះសក្យមុនីចាត់ដីថ្មីឯភ្នំអធរឬហៅថាភ្នំព្រះរាជទ្រព្យពិធីដង្ហែព្រះបរមសរីរិកធាតុនេះក្រោមអធិបតីសម្ដេចព្រះមហាសុមេធាធិបតីទេពវង្សសម្ដេចសង្ឃរាជគណៈមហានិកាយសម្ដេចប៊ូគ្រីសង្ឃរាជគណៈធម្មយុត្តិកនិកាយសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងអគ្គមហេសីសម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវព្រមទាំងមានការចូលរួមពីព្រះសង្ឃនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ប្រហែលនេះក៏ជាសេចក្តីពិតពុទ្ធដីកានិងជំរាបជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គពុទ្ធបរិស័ទទាយុទាយិកាប្រជារាស្ត្រកម្ពុជាទាំងអស់ព្រះសម្ដាប់និងជ្រាបនិងចូលរួមកសាងកុសលផលបុណ្យរៀងខ្លួនទូរទស្សនិកជនជាទីគោរពព្រះរាជពិធីតម្កល់ព្រះបរមសារីរិកធាតុនៅក្នុងព្រះសក្យមុនីចេតិយថ្មីនាលើកំពូលភ្នំព្រះរាជទ្រព្យឧដុង្គក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈព្រះរាជាធិបតី